ជំរាបសួរបងប្អូនទាំងអស់គ្នាមកម្ហូបរបស់នាងខ្ញុំថ្ងៃនេះគឺបានសាច់ឆ្អឹងជំនីជ្រូកអាំងញ៉ាំជាមួយនឹងទឹកសក់ត្រាំទឹកផ្អកហើយនឹងតំពាំងត្រាំទឹកផ្អកហើយចំពោះទឹកសក់ក៏ដូចជាតំពាំងត្រាំទឹកផ្អកនេះគ្រាន់តែថាអ្នកកំពុងចាំកន្លែងឃើញគឺឆេះតែម្ដងចាឆេះយ៉ាងម៉េចចាឆេះច្បាស់ថានេះគឺជាមុខម្ហូបប្រចាំខេត្តរបស់ខ្លួនឯងចាហើយចំពោះទឹកសក់ក៏ដូចជាតំពាំងត្រាំទឹកផ្អកនេះញ៉ាំជាមួយនឹងបាយកកបាយក្តៅបបរសអីគឺត្រូវគ្នាខ្លាំងមែនតើហើយចំពោះទឹកផ្អកនេះមិនត្រឹមតែយកមកត្រាំជាមួយទឹកសក់ឬមួយក៏តំពាំងទេក៏យើងអាចយកមកត្រាំជាមួយនឹងល្ហុងសាគាឬមួយក៏ខ្ញីខ្ចីក្តាប់រលឹករសជាតិគឺថាស្រួយឆ្ងាញ់ដូចគ្នាឥឡូវនេះក៏សូមបងប្អូនតាមដានមើលពីរបៀបត្រាំទឹកសក់ជាមួយនឹងទឹកផ្អកជាមួយនឹងនាងខ្ញុំទាំងអស់គ្នាចំពោះគ្រឿងផ្សំដែលត្រូវយកមកបន្ថែមនៅក្នុងទឹកផ្អកมันមានអ្វីច្រើនទេបងប្អូនគឺមានតែស្ករយើងប្រើស្ករត្នោតគឺវាមានជាតិឈ្ងុយឆ្ងាញ់ជាងស្ករសមានតែស្ករត្នោតហើយនឹងអំបិលហើយនឹងទឹកផ្អកតែប៉ុណ្្នឹងហើយបើសិនបើជាបងប្អូនចង់បានទឹកផ្អកចាលុយត្រាណាតែយើងធ្វើផ្អកអូខេចាឥឡូវនេះក៏នាងខ្ញុំមករំលីងស្ករត្នោតដែលបានឈ្ងុយចាគ្រាន់តែថាស្ករបានឡើងឈ្ងុយហើយក៏ចាក់ជាមួយនឹងទឹកផ្អកហើយក៏បន្ថែមបង្ក្រប់ជាមួយនឹងទឹកសធម្មតាបន្តមកទៀតនោះក៏នាងខ្ញុំបន្ថែមជាមួយនឹងអំបិលម៉ដ្ឋដាក់គ្រឿងផ្សំចូលទៅឲ្យរួចរាល់ហើយក៏ច្របល់ឲ្យបានសព្វហើយទុកទឹកផ្អកនេះឲ្យបានឡើងពុះចំពោះទឹកផ្អកក៏យើងមិនចាំបាច់ដាក់ឲ្យច្រើនពេកដែរបងប្អូនគឺយើងដាក់ត្រឹមមកយកក្លិនអញ្ចឹងណាហើយចំពោះបរិមាណក៏នាងខ្ញុំមិនអាចកំណត់ឲ្យច្បាស់លាស់បានដែរពីព្រោះអីចំនួននៃការធ្វើគឺខុសៗគ្នាគ្រាន់តែថានាងខ្ញុំចង់បញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នាថាចំពោះរសជាតិគឺយើងយកប្រៃផ្អែមរៀងដិតចាបើសិនជាយើងធ្វើសាបស្លែមគឺពេលដែលយើងយកមកត្រាំជាមួយទឹកសក់ឬមួយក៏ទំពាំងគឺអត់មានរសជាតិឆ្ងាញ់ទេដោយសារថាទឹកសក់វាមានជាតិទឹកច្រើនអញ្ចឹងហើយចំពោះទឹកសម្រាប់យកមកត្រាំទឹកសក់គឺត្រូវឲ្យរៀងដិតបន្តិចបន្ទាប់ពីបានដាំទឹកផ្អកពុះហើយគឺយើងយកទឹកផ្អកទាំងក្តៅនឹងមកស្រោចពីលើទឹកសក់តែម្ដងហើយបងប្អូនកុំខ្លាចទឹកសក់រលួយអីចាអត់រលួយទេហើយចំពោះទំពាំងវិញបន្ទាប់ពីយើងបកសម្បកស្ងោរស្រស់ទឹកបានមួយទឹកចេញហើយពេលដែលយើងយកមកត្រាំជាមួយនឹងទឹកផ្អកគឺអត់ធ្វើដូចទឹកសក់ឯងគឺយើងចាក់ទំពាំងហ្នឹងចូលទៅរងាស់ជាមួយនឹងទឹកផ្អករហូតដល់ទំពាំងរបស់យើងនេះបាត់ហាងតែម្ដងចំពោះទំពាំងបន្ទាប់ពីរងាស់ជាមួយនឹងទឹកផ្អកបាត់ហាងហើយគឺយើងអាចញ៉ាំបានតែម្ដងចំពោះទឹកសក់ក៏ដូចជាល្ហុងបន្ទាប់ពីចាក់ទឹកផ្អកចូលទៅរួចរាល់ហើយបើចង់ឲ្យងុំឆ្ងាញ់គឺទុកមួយយប់នោះគឺងុំឆ្ងាញ់ខ្លាំងតែម្ដងហើយមានករណីមួយទៀតប្រហែលជាបងប្អូនឆ្ងល់ហើយហេតុអីក៏ក្បាលវីដេអូហើយនឹងចុងវីដេអូឃើញតំពាំងចំណិតស្ដាងហើយកណ្ដាលវីដេអូឃើញតំពាំងមុំប្រព័ន្ធមេដៃមូលហេតុនោះបន្ទាប់ពីនេះខ្ញុំធ្វើវីដេអូរួចរាល់ហើយក៏ក្របទុកតំពាំងក៏ដូចជាតសក់ហ្នឹងឲ្យងុំសិនបន្ទាប់ពីក្របទុកងុំហើយនេះខ្ញុំមានភារកិច្ចធ្វើការអីផ្សេងអញ្ចឹងអ្នកផ្ទះគាត់អត់ដឹងថាប្រហែលជាធ្វើរួចរាល់ហើយអញ្ចឹងណាគាត់ក៏ញ៉ាំអស់អញ្ចឹងហើយក៏នេះខ្ញុំធ្វើវីដេអូថ្មីចែករំលែកម្ដងទៀតអូខេចា